បាទសួស្ដីសួស្ដីអ្នកគាំទ្រតានជីរ៉ូកាម៉ាដូក្នុងរឿង Demon Slayer ទាំងអស់គ្នាហើយថ្ងៃនេះដែរគឺខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅកាន់ភាគ6នៃជីវិតរបស់តានជីរ៉ូនិងការជួយសង្គ្រោះប្អូនស្រីរបស់គេឲ្យក្លាយទៅជាមនុស្សវិញតើសម្រេចដែរឬទេអញ្ចឹងកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាតាមដានការសម្រាយរបស់ខ្ញុំនៅភាគ6ទាំងអស់គ្នាអញ្ចឹងការពីភាគ5តានជីរ៉ូបានក្លាយទៅជា Demon Slayer នៅវគ្គ Final Selection ជោគជ័យហើយគេក៏បានមកដល់ផ្ទះរបស់លោកគ្រូ Uroko Daki ក្រោយមកទៀតក្អែករបស់តានជីរ៉ូក៏បានញ៉ាសារឲ្យតានជីរ៉ូធ្វើដំណើរទៅកាន់ទីក្រុងមួយដែលមានបិសាចនៅក្នុងទីក្រុងនោះតែងតែចាប់ក្មេងស្រីយកទៅធ្វើជា hot dog សម្រាប់អាំងហូបនៅពេលយប់និយាយលេងអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងភាគ6ហ្មងទៅក្រោយពីគេបានក្លាយទៅជា Demon Slayer ហើយតានជីរ៉ូរបស់យើងគាត់ក៏បានលាក់ពាក់កៅអៅយ៉ាងសង្ហាមើលទៅខ្ជូតមែនទែនអ្នកទាំងអស់គ្នាក៏ប៉ុន្តែតានជីរ៉ូរបស់យើងគឺគាត់នៅក្មេងនៅឡើយទេអាយុទើបតែ15ឆ្នាំប៉ុណ្ណោះអញ្ចឹងមើលតើខ្ជូតអត់ក៏ប៉ុន្តែតានជីរ៉ូគឺគាត់ឆ្លាតមែនទែនហើយគាត់មានភាពស្មោះត្រង់និងមានមនោសញ្ចេតនាខ្ពស់មែនទែនគឺសេចក្តីអាណិតអាសូរអញ្ចឹងទៅក្រោយមកគេក៏បានរៀបចំខ្លួនរួចហើយលោកគ្រូរបស់តានជីរ៉ូក៏និយាយសំណេះសំណាលជាមួយគេពីរឿងដែលត្រូវចេញទៅធ្វើបេសកកម្មដំបូងអីចឹងទៅលោកគ្រូអ៊ូរ៉ូកូដាគីក៏បានលើកប្រអប់ឈើមួយធ្វើពីឈើមួយយ៉ាងមានភាពរឹងមាំនិងធន់ជាមួយនឹងអាកាសធាតុព្រមទាំងអាចដាក់ប្អូនស្រីរបស់តានជីរ៉ូចូលទៅក្នុងប្រអប់នោះបានទៀតផងការពារកុំឲ្យប្អូនស្រីរបស់តានជីរ៉ូត្រូវពន្លឺព្រះអាទិត្យពីព្រោះថាប្អូនស្រីរបស់តានជីរ៉ូមិនទាន់ក្លាយជាមនុស្សនៅឡើយទេអញ្ចឹងត្រូវការនៅក្នុងលោកគ្រូអ៊ូរ៉ូកូដាគីក៏សម្រេចផលិតប្រអប់នោះទុកឲ្យតានជីរ៉ូស្ពាយនៅក្រោយខ្នើយប្រអប់ហ្នឹងមើលទៅយើងគិតថាធ្ងន់អត់ក៏ប៉ុន្តែប្រអប់នោះគឺស្រាលទេហើយក្រោយពីបានប្រអប់ហ្នឹងហើយតានជីរ៉ូក៏ឲ្យប្អូនស្រីរបស់គេចូលក្នុងប្រអប់នោះដើម្បីធ្វើដំណើរទៅជាមួយគ្នាតែម្ដងទៅពីព្រោះថាតានជីរ៉ូត្រូវបន្តបេសកកម្មទៅរកស្ដេចបិសាចដើម្បីរកវិធីព្យាបាលប្អូនស្រីរបស់ខ្លួនឲ្យក្លាយជាមនុស្សវិញនិងសងសឹកជូនគ្រួសាររបស់គេផងដែរក្រោយពីតានជីរ៉ូយកប្អូនស្រីរបស់គេដាក់ក្នុងហឹបរួចរាល់អស់ហើយគេក៏បានលាលោកគ្រូរបស់គេនិងថ្លែងអំណរគុណចំពោះលោកគ្រូរបស់គេដែលបានបង្រៀននិងថែរក្សាគេទាំងពីរអ្នកបងប្អូនអស់រយៈពេល2ឆ្នាំរួចហើយគេក៏បានលាលោកគ្រូរបស់គេចាកចេញទៅក្រោយមកទៀតតានជីរ៉ូរបស់យើងក៏បានធ្វើដំណើរទៅដល់ទីក្រុងនោះហើយក៏ក្រឡេកឃើញជាជននៅទីនោះមានភាពធម្មតានៅឡើយក៏ប៉ុន្តែមួយសន្ទុះក្រោយមកគេក៏បានជួបនឹងក្មេងប្រុសម្នាក់ដែលដើរធ្វើតៃល្វៃល្វិតល្វើយអញ្ចឹងណាដូចមានបញ្ហាអីចឹងទៅប្រៀបដូចបែកថ្នាំជក់ថ្នាំជ្រុលអីចឹងណាក្រោយមកតាន់ជីរ៉ូក៏បានសាកសួរពីក្មេងប្រុសនោះពីព្រោះថាក្មេងប្រុសនោះគឺគាត់បានបាត់គូតដឹងរបស់គាត់ដោយសារដើរយប់មិញអីចឹងទៅក៏មានបិសាចចាប់គូតដឹងរបស់គាត់យកទៅបាត់ទៅក្រោយមកតាន់ជីរ៉ូក៏អះអាងថាអូរឿងបិសាចទុកចិត្តលើខ្ញុំចុះខ្ញុំនឹងឲ្យជំនាញខាងចាប់បិសាចហើយបុរសម្នាក់ដែលគាត់មានបញ្ហាហ្នឹងក៏គាត់បាននិយាយថាឯងហ្នឹងចេះដែរមេងលហអត់ក៏ប៉ុន្តែតាន់ជីរ៉ូរបស់យើងគឺអត់កាន់ខឹងជាមួយនឹងបុរសម្នាក់ហ្នឹងទេគឺគាត់ក៏បាននិយាយថាអូមកអ្នកនាំខ្ញុំទៅកន្លែងដែលកើតហេតុហ្នឹងមើលហើយតមកបុរសនោះក៏បានជឿជាក់ទៅលើតាន់ជីរ៉ូហ្នឹងទៅក៏ផ្ដល់ឱកាសឲ្យតាន់ជីរ៉ូជួយដោះស្រាយបញ្ហាហ្នឹងទៅហើយបុរសម្នាក់ហ្នឹងមានឈ្មោះថាកាស៊ូមីហើយគូតដឹងរបស់គាត់ឈ្មោះថាសាតូកុគូតដឹងរបស់កាស៊ូមីហ្នឹងគឺគាត់ជាជនរងគ្រោះដែលត្រូវបិសាចក្នុងភក់ហ្នឹងចាប់យកទៅធ្វើជា hot dog ទុកអាំងហូបពេលយប់អីចឹងទៅក្រោយពីតាន់ជីរ៉ូទៅដល់កន្លែងកើតហេតុភ្លាមគេក៏ស្ទឹកគូដោនហិតអីចឹងទៅដូចឆ្កែដូចអីចឹងហើយបុរសម្នាក់ឈ្មោះថាស៊ូមីហ្នឹងគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនតើពីព្រោះថាគាត់ឆ្ងល់ថាក្មេងប្រុសម្នាក់ធ្វើស្អីគេនឹងឈួតមែនគាត់ស្ទឹកគូតហិតដូចឆ្កែដូចអីចឹងតើហិតរោស្អីគេជួយស្អីបានខ្លះទៅក៏ប៉ុន្តែបុរសហ្នឹងនៅតែទុកចិត្តលើតាន់ជីរ៉ូដដែលដល់មកទៀតតាន់ជីរ៉ូចេះតែដើរហិតទៅពីទៅពីពេញហ្នឹងទៅអ្នកភូមិអ្នកស្រុកនៅទីនោះគាត់ឆ្ងល់ថាអញអាក្មេងមួយនេះឈួតមែនតើហើយប្រកាសជាឈួតហើយការស៊ូមីហ្នឹងពឹងក្មេងម្នាក់ហ្នឹងជួយស្អីកើតសង្ស័យឈួតមកមើលទៅក្មេងហ្នឹងប្រមកតាន់ជីរ៉ូក៏ចេះតែដើររហូតតតែចាប់បានក្លិនបិសាចពីថាបិសាចនោះកំពុងតែចាប់ក្មេងស្រីម្នាក់ទៀតនៅក្នុងផ្ទះរបស់ប្រជាជនក្នុងទីក្រុងនោះដែរក្រោយមកទៀតតាន់ជីរ៉ូក៏បានហោះទៅលើដំបូលផ្ទះហើយរត់ទៅតាមចំហាយបិសាចដែលគេបានចាប់បាននោះក្រោយមកទៀតតាន់ជីរ៉ូក៏បានទៅដល់កន្លែងដែលបិសាចនោះកំពុងតែចាប់យកក្មេងស្រីម្នាក់នៅក្នុងផ្ទះនោះចូលទៅក្នុងដីបានហើយពីព្រោះថាបិសាចនោះវាស្ថិតនៅក្នុងដីហើយមានឈ្មោះថាបិសាចភក់ក្រោយមកតាន់ជីរ៉ូក៏បានយកដាវរបស់គេនោះចាក់ចូលក្នុងដីទៅចំកន្លែងបិសាចវាកំពុងតែរត់ក៏ចេញប្រឡោះមួយតូចមកមានទឹកមានអីធ្វើឲ្យក្មេងស្រីនោះដែតឡើងហើយតាន់ជីរ៉ូក៏បានចាប់ក្មេងស្រីនោះទាញចេញមកហើយបិសាចក្នុងទឹកភក់ហ្នឹងក៏បានទាញអាវរបស់ក្មេងស្រីនោះរហូតដាច់ហើយតាន់ជីរ៉ូក៏បានជួយសង្គ្រោះក្មេងស្រីនោះផុតពីទឹកភក់ហ្នឹងទៅក្រោយមកបិសាចភក់នោះក៏បានងើបឡើងហើយវាខឹងអញ្ចឹងទៅក៏វាយកថ្មីរបស់វាទៅពៀគ្នាលឺសូរក្រិចក្រុចអញ្ចឹងទៅធ្វើឲ្យតាន់ជីរ៉ូរបស់យើងភ័យមែនទែនហើយតាន់ជីរ៉ូក៏បានសើចចំអកទៅកាន់បិ
បិសាចនឹងថាហើយចង់ញ៉ាំ hot dog ឯងមកញ៉ាំជាមួយយើងញ៉ាំជាមួយផ្លែដាវរបស់យើងតើវារសជាតិឆ្ងាញ់ប៉ុណ្ណាក្រោយមកបិសាចនោះក៏បានលឹបចូលទៅក្នុងភក់នោះវិញទៅហៅបងប្អូនពួកម៉ាក់វាមក2នាក់ទៀតក្រោយមកបិសាចភក់នោះក៏បានចង់ចាប់តាន់ជីរ៉ូរបស់យើងពីក្រោមហ្នឹងទៅហើយតាន់ជីរ៉ូក៏ប្រើស្នៀតដាវដង្ហើមទឹករបស់គាត់ពុះបិសាចទាំង3នាក់នោះកាត់ខ្ចាយពេញនឹងក៏ប៉ុន្តែមិនទាន់ងាប់ទេដោយសារតែបិសាចភក់ហ្នឹងមានគ្នា3នាក់អញ្ចឹងវាយប្រហារតាន់ជីរ៉ូរបស់យើងលេចកើតជើងត្បូងលើក្រោមយើងទៅធ្វើឲ្យតាន់ជីរ៉ូពិបាកទប់ទល់ពេលនោះបិសាចមួយទៀតហ្នឹងក៏វាចង់ចាប់តាន់ជីរ៉ូរបស់យើងពីក្រោយហើយ Nezuko ក៏បានបើកអាប្រអប់នោះធាក់បិសាចនោះមកជើងពលក្បាលតាត់លប់ស្ដោកបាត់ទៅរួចហើយតាន់ជីរ៉ូនិង Nezuko ចេញមកប្រយុទ្ធបិសាចជាមួយគ្នាតែម្ដងទៅក្រោយមកទៀត Nezuko ឈឺចាប់និងបិសាចនឹងខ្លាំងពេកក៏បានរត់ទៅរៀបនឹងប្រើរន្ទះជើងពុះបំបីក្បាលបិសាចទៅហើយក៏សូមស្លេះត្រឹមប៉ុណ្្នេះសិនអ្នកទាំងអស់គ្នាបាទសូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការតាមដានការសម្រាយរបស់ខ្ញុំពីដើមដល់ចប់អញ្ចឹងចាំមើលតាភាគ7វិញតើល្អមើលកម្រិតណានោះអញ្ចឹងកុំភ្លេចជួយ like subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីតាមទាន់រាល់ការសម្រាយរបស់ខ្ញុំគ្រប់ភាគសូមអរគុណឡើយសិនហៀជួបគ្នាវីដេអូក្រោយ